Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំនិយាយពីបញ្ហាផ្ទាល់ខ្លួនបន្តិចខ្ញុំចង់ប្រាប់ថាភាព stress គឺវាគួរឲ្យខ្លាចជាងការគិតចាគឺខ្ញុំធ្លាប់ធ្វើ page ដែលពាក់ព័ន្ធជាមួយនឹងការមើលថែសុខភាពសម្រស់រាងមើលថែរូបរាងអីជាដើមនៅ5ឆ្នាំមុនហើយនៅពេលហ្នឹងគឺលក្ខណៈដូចថាយើង feel good feel អីចឹងទៅលក្ខណៈដូចថាការងារមួយហ្នឹងក៏វាដំណើរការទៅល្អហើយខ្ញុំក៏អាចផ្លាស់ប្ដូររូបរាងនៅពេលហ្នឹងបានចាំខ្ញុំដាក់រូបរាងចាស់ខ្ញុំនៅកន្លែងនេះឲ្យអូខេនេះហ្នឹងហើយហើយខ្ញុំបានបាត់ហើយក៏ខ្ញុំបានត្រឡប់មកប្រើ page ចាស់ខ្ញុំដែលផុសជា content ផ្សេងpage ខ្ញុំឈ្មោះនេះគឺនេះខ្ញុំដាក់លេខនេះឲ្យ cricket and travel and yeah depression or stress just something like that គឺវាគ្រោះថ្នាក់វាមិនថាសម្រាប់ខ្ញុំឬក៏សម្រាប់អ្នកណាម្នាក់ឯងដោយសារក្រោយពី COVID ហើយគឺខ្ញុំទទួលរងដោយសារញូកាលហ្នឹងខ្ញុំនៅតែឯងខ្ញុំគេហៅថាតំបន់ក្រហមខ្ញុំមិនអាចចេញទៅណាការលក់ដូរការងាររបស់ខ្ញុំគឺវា down ខ្លាំងមែនតើព្រោះអីគឺគេហៅថាយើងរកចូលមកច្រកអញ្ចឹងណាខ្ញុំចង់ប្រាប់ថា depression ឬក៏ stress បែបនេះគឺទី1គីឡូឡើងទោះយើងអត់ញ៉ាំបើគេហៅថាទោះយើងអត់ញ៉ាំក៏ដោយក៏មិនគីឡូចុះដែរលុះត្រាទៅដល់ដំណាក់គេហៅថា depression លក្ខណៈដំណាក់កាលធ្ងន់មួយដែលធ្វើឲ្យយើងគេហៅថាស៊ឺទៅឯងអានេះគឺអត់លេងសើចទេហើយបើហូបវិញគឺគេហៅថាហូបអត់ដឹងខ្យល់ហូបអត់ដឹងមុខទេពាក្យថា stress គឺវាធំធេងមែនទែនហើយវាអាចធ្វើគេថាអាចសម្លាប់មនុស្សបានអញ្ចឹងថាអ្នកខ្លះដែលគាត់ព្យាយាមសម្រកទម្ងន់សម្រកអីហើយគាត់មិនក៏ខ្ញុំក៏លោស្រកទី1រាងកាយរបស់យើងគេហៅថាប្រឆាំងនឹងអាន់ស៊ូលីនទី2គឺដោយសារយើង stress ខ្លាំងពេលដែលយើង stress ខ្លាំងយើងធ្វើអីមួយវាតែងគេហៅថាគិតវិលជុំណាវាធ្វើឲ្យគេហៅថាញ៉ាំមិនញ៉ាំតែចុងក្រោយយើងរើក្នុងការញ៉ាំនិយាយថាអត់អីស្អែកនេះហើយជាគេហៅថាទង្វើរាល់ថ្ងៃហើយពាក្យថាគេហៅថាប្រឆាំងអាំងស៊ូលីនគឺជាប្រព័ន្ធនាំជាតិស្ករទៅប្រើប្រាស់នៅរាងកាយអញ្ចឹងកាលណាពេលណាដែលយើងឌឺវាធ្វើឲ្យគេហៅថាឌឺឬក៏ប្រឆាំងអាំងស៊ូលីនហ្នឹងវាធ្វើឲ្យរាងកាយរបស់យើងចាត់ការជាតិស្ករល្អពេលដែលយើងចាត់ការជាតិស្ករល្អវាធ្វើឲ្យរាងកាយរបស់យើងហូបមិនក៏មិនងាយស្រកហូបតិចគឺងាយឡើង yes ហើយមួយទៀតយ៉ាហ្នឹងគឺពាក់ព័ន្ធហើយគីឡូខ្ញុំគឺខ្ញុំឡើងសើជីវិតខ្ញុំរៀង better គឺតាំងតាឆ្នាំមុនខ្ញុំចាប់ដើមជួបដៃគូជីវិតរបស់ខ្ញុំថ្មីហើយកំឡុងឆ្នាំនេះក៏ខ្ញុំនៅជួបបញ្ហាខ្លះតែសួរថាវា better ជាងពីមុនខ្លាំងអត់គឺ better តាំងពីឆ្នាំ2020រហូតដល់2024គឺខ្ញុំជួបឧបសគ្គមិនថារឿងជីវិតខ្ញុំផ្សេងទេគឺវាជួបឧបសគ្គខ្លាំងមែនតើអញ្ចឹងខ្ញុំចង់ប្រាប់ថាខ្ញុំអត់អាចប្រៀបធៀបថាផលប៉ះពាល់ជីវិតខ្ញុំផលប៉ះពាល់ជីវិតអ្នកទាំងអស់គ្នាបែបណាទេយើងត្រូវតែដើរទៅមុខព្រោះអីយើងអាចនៅឈប់មកកន្លែងនេះយើងគិតថាយើងមិនអាចដើម្បីអ្នកណាទេក៏ប៉ុន្តែយើងធ្វើដើម្បីខ្លួនឯងព្រោះអីខ្លួនឯងគឺត្រូវតែទីពឹងខ្លួនឯងពេលដែលយើងដួលយើងត្រូវតែងើបខ្លួនឯងហើយទោះសប្តាហ៍ថ្ងៃនេះក៏ខ្ញុំ appreciate ខ្លួនឯងក្នុងនាមខ្ញុំជាមនុស្សដែលរៀនអត់ចប់ខ្ញុំព្យាយាមគេហៅថាព្យាយាមចាប់យកចំណេះដឹងដែលតាមតែមនុស្សធម្មតាដែលខ្ញុំអាចយកទៅបានដូចជាភាសាដូចជាការនិយាយដូចជាការធ្វើអីផ្សេងដោយការរៀនតាមអនឡាញរៀនតាម YouTube រៀនតាមអីក៏ដោយដែលយើងគិតថាវាជាចំណេះមួយដែលយើងអាចចាប់បានស្វែងរកខ្លួនឯងដើម្បីឲ្យយើងដើរទៅមុខបានហ្នឹងហើយថ្ងៃនេះហើយគីឡូខ្ញុំគឺខ្ញុំគាំងខ្លាំងខ្ញុំដឹងខ្លួនឯងថាខ្ញុំកំពុងធ្វើអីហើយខ្ញុំដឹងថាមូលហេតុអីបើខ្ញុំអត់ស្រកអាហ្នឹងគឺជាបញ្ហាហើយមួយទៀតដែលខ្ញុំចង់ដាស់តឿនគឺបានន័យថាបើសិនជារូបរាងកាយរបស់អ្នកទាំងអស់គ្នាកំពុងតែប្រឆាំងនឹងអាំងស៊ូលីនឬក៏ហៅថាឌឺអាំងស៊ូលីនអីចឹងណា
ជំហានដំបូងត្រូវទៅតេស្តឈាមតេស្តអីមុនសិនគឺការដឺអាំងស៊ូលីននេះអាចប្រឈមមុខខ្លាំងនៅក្នុងជំងឺទឹកនោមផ្អែមហើយទឹកនោមផ្អែមគឺមិនងាយធ្វើឲ្យមនុស្សស្រកលួយព្រោះអីកាលណាដែលប្រឆាំងអាំងស៊ូលីនហើយគឺអាំងស៊ូលីនវាអាចយកជាតិស្ករដែលយើងបានប្រើប្រាស់មិនថាតិចឬច្រើនទេវានឹងគេហៅថាដូចចរាចរណ៍អញ្ចឹងណាគេទៅដល់មុខឲ្យយើងទឹកអញ្ចឹងវាធ្វើឲ្យរាងកាយរបស់យើងអត់ងាយស្រកគីឡូហើយធ្វើឲ្យរាងកាយរបស់យើងចំណង់អាហារច្រើនអញ្ចឹងថែសារសុខភាព depression គួរឲ្យខ្លាចក៏ប៉ុន្តែយើងត្រូវតែចាត់ការខ្លួនឯងឲ្យបានល្អអូខេសួស្តីទាំងអស់គ្នា